ជំរាបសួរបងប្អូនមកទៀតហើយវីដេអូកាលដើរលេងនាំកូនដើរលេងប្រជុំអីចឹងណាហើយអាចនិយាយបានថាថតបង្អួតបងប្អូនរឿងទេសភាពដែលយើងនៅស្រុកតំបន់ស្រុកកំណើតយើងថាมันខ្វះកន្លែងដើរកំសាន្តអីចឹងណាហើយនេះក៏នាំកូនមកលេងនៅខាងដងតាក់ដោយសារតែប្រជុំខ្ញុំអត់បាននាំកូនដើរទេដោយពួកអីខ្ញុំទៅលេងនេះខ្ញុំទៅលេងផុតប្រជុំហើយតែអញ្ចឹងអត់សូវមានមនុស្សទេបើការប្រជុំហ្នឹងគឺមនុស្សច្រើនមែនតើតែនេះអាចថាមានគួសមពេលល្ងាចហើយដោយសារតែខ្ញុំមកពីធ្វើការនៅភ្នំពេញហ្នឹងវាដូចថាឈប់គៀកថ្ងៃ13 14ហើយហ្នឹងដល់អញ្ចឹងយើងទៅវត្តយើងកន្លែងទៅលេខតកើតទៅក៏បានជួបពួកគាត់ដើរលេងហើយឥឡូវនេះក៏គាត់លេងឆ្អែតហើយក៏គាត់ហូបហើយក៏ចុះលេងទៀតអញ្ចឹងទឹកថ្លាណាបងប្អូនឃើញនៅហ្នឹងគឺមួយច្រកតូចទេប៉ុន្តែដោយសារតែកតាលគឺមាន10កពស់ព្រៃតូចនៅកតាលអញ្ចឹងវាបាំងវាអាចឃើញទាំងអស់បានទេវានេះគ្រាន់តែជាជ្រុងមួយហើយបើទឹកវិញគឺថ្លាល្អណាស់បងប្អូនវាប្រៀបដូចជាទឹកសមុទ្រទឹកសាបអីចឹងណាហើយនេះពណ៌ស្បាយមួយក្មេងវាធម្មតាទៅយើងមួយឆ្នាំ2ឆ្នាំយើងជួបពួកគាត់ម្ដងយើងមានថាជូនពួកគាត់បាទតម្រូវចិត្តវាជាសេចក្តីសុខមួយនៃគ្រួសារតូចរបស់យើងហើយក៏មានពេលល្ងាចតិចទៀតក៏មានមនុស្សច្រើនទៅហើយបងប្អូនតែខ្ញុំអត់បាននៅដល់ល្ងាចទេព្រោះខ្ញុំខ្លាចភ្លៀងខ្លាចអីចឹងហើយឆ្នាំនេះគឺស្ដាយមែនតើអត់បានទៅខាងប្រាសាទសំបូរព្រៃគុកបើសិនជាមើលចូលឆ្នាំខ្ញុំនឹងអាចថតបង្ហាញបងប្អូននៅប្រាសាទសំបូរព្រៃគុកនឹងជាសម្បូរបែបនៃប្រាសាទនិងព្រៃថាប្រទេសរបស់យើងគឺมันខ្វះកន្លែងធនធានធម្មជាតិជាច្រើនដែលយើងមិនបានស្គាល់ហើយខ្ញុំថតវីដេអូនៅកន្លែងជ្រុងមួយគឺខ្ញុំគ្រាន់តែធ្វើការបង្ហាញរបស់បងប្អូនដល់បងប្អូននិយាយចង់ទៅដាក់ទ្រពមកដល់បងប្អូនដែលបានស្គាល់បានស្គាល់ទៅតាមតំបន់ខ្លះចឹងចែកជូនបងប្អូនមើលហើយគ្រាន់ថាវាជាការចែកម្លែកជាវីដេអូហើយខ្ញុំក៏មិនសូវប៉ាន់និយាយដែរបងប្អូននេះមើលថ្ងៃរៀបលេខទឹកថ្លាល្អនេះខ្ញុំលេងគៀនដែរព្រោះខ្ញុំឲ្យហ៊ានឲ្យពួកគាត់លេងដល់កដាលទៅជ្រៅព្រោះយើងមើលមិនឃើញទេថាជាមើលថាហេតុអីចឹងណាបងប្អូនទឹកនៅហ្នឹងមូលហេតុដោយសារតែវាថ្លាគឺនៅបាតក្រោមគឺវាអត់សូវមានជាភក់ជាអីទេគឺវាសុទ្ធតែជាថ្មដោយសារអញ្ចឹងហើយបានជាទឹកគឺថ្លាល្អណាស់តែវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណជម្រាបលាបាយ